នេះកុំដកបានទេអារម្មណ៍ខ្ញុំដូចជាសេះខូចចិត្តនេះមិនធំដុំគ្រាន់ជាអារម្មណ៍ឈឺមួយផ្លែត្រីកាមិត្តភក្តិចូលចែករំលែករឿងរ៉ាវខកចិត្តពិតមិនមែនលើកទីមួយជួបច្រើនដងហើយប៉ះចំតែស្នេហ៍คล้ายคล้ายជំងឺស្នេហានេះคล้ายជាប្រពន្ធការពាររាងកាយសូមហើយនៅក្នុងជីវិតនេះសន្យាខ្លួនឯងឈប់នឹកប្រជែងរឿងស្នេហ៍ពីបេះដូងឲ្យនៅទំនេរវិញរជាធ្វើដេកចិត្តមនុស្សប្រផ្លាស់ប្រែប្រួលមិនទៀតដងរាំងអូបលៀងមិនទៀតក៏យើងច្រើនដងខ្លាយទៅជាដុំលងឈឺចាប់ច្រើនដងពេកទៅជាធម្មតាមិនមែនមានតែយើងនាងតែជួវិបត្តិស្នេហាអារម្មណ៍ឯកាបណ្ដាលឲ្យបេះដូងរានមួមគេអត់ជឿបានហើយបើយើងត្រូវខ្វល់ឈប់នៅអំពើហើយខ្វល់ទៀតធ្វើអ្វីអត់សន្យាសំខាន់គេនឹងយកពីតម្លៃពេលគ្មានថ្ងៃតែតែចាំយើងឡើយកូនចិត្តច្រើនដងខ្លាយទៅជាដុំលងឈឺចាប់ច្រើនដងពេកទៅជាធម្មតាមិនមែនមានតែយើងនាងតែជួវិបត្តិស្នេហាអារម្មណ៍ឯកាបង្រៀនឲ្យបេះដូងរាំងមួមគេអត់ជឿបានហើយបើយើងត្រូវខ្វល់ឈប់នៅអំពើហើយខ្វល់ទៀតធ្វើអ្វីអត់សន្យាសំខាន់គេនឹងយកពីតម្លៃពេលគ្មានថ្ងៃតែតែចាំយើងឡើអត់ជឿបានហើយបើយើងត្រូវខ្វល់ឈប់នៅអំពើខ្វល់ទៀតធ្វើ